សំខាន់ណាស់ខ្ញុំនិយាយនឹងនិយាយត្រង់អ្នកណាស្ដាប់ទៅអន់ចិត្តក៏សូមអធិស្ឋានណាខ្ញុំនិយាយត្រង់ចំណុចខុសគ្នារវាងអ្នកដែលគេហៅថាធ្លាប់ប្រឈមមុខគេថា international exposure គឺបើន័យថាមកជួបប្រស័យតាក់ទងកលិបអន្តរជាតិហ្នឹងខុសគ្នាពីអ្នកដែលក៏អត់ដែលជួបស្ថានភាពហ្នឹងបាទរបៀបដូចយើងធ្លាប់ចូលវិធីជប់លៀងធំមានអ្នកធំមានអ្នកអីចឹងខុសគ្នាពីអ្នកដែលគាត់អត់ដែលបានជួបទេបាទដែលគាត់នៅស្ថានភាពនៅថ្នាក់ធម្មតាជួបជាមួយខ្មែរឬក៏ថ្នាក់ធម្មទាបបាទរបៀបនិយាយរបៀបកាយវិការនឹងខុសគ្នាអ្វីដែលខ្ញុំចង់និយាយហ្នឹងគឺការបង្ហាញដោយដែលលោកវិមានគាត់និយាយហ្នឹងរបស់ថ្នាក់ដឹកនាំកម្ពុជាជាមួយនឹងមេដឹកនាំអាមេរិកឯហ្នឹងបង្ហាញពីកម្រិតភាពជាអ្នកដឹកនាំរបស់គាត់នឹងផងបង្ហាញពីកម្រិតនៃការចេះដឹងរបស់គាត់ដែលមកសហរដ្ឋអាមេរិកចឹងឃើញពេលខ្ញុំពេលនិយាយឃើញពេលគាត់អោនខ្សឹបនិយាយគ្នានិយាយហីចាប់ដៃគ្នាសាយនឹងនិយាយរឿងឯងពេលចប់ហ្នឹងគឺនៅមានរូបចប់ហ្នឹងនៅមាននិយាយគ្នាទៀតណាបាទនៅមាននិយាយគ្នាទៀតគឺសាយដាក់គ្នាទាំងពីរទាំងដើមមុនទាំងដើរចេញទៅអាហ្នឹងសំខាន់ណាស់ពេលខ្លះរឿងខ្លះយើងអត់ចេះនិយាយជាមួយគេអត់និយាយមួយយើងបានយូរឯងគាត់និយាយមកហ្នឹង Hello hi how are you អូ good to see you ប៉ុណ្្នឹងឯងតើតើអ្នកដែលធ្លាប់មករៀននៅស្រុកកែវដឹងអ្នកដែលជាប់ជួបស្ថានភាពហ្នឹងបានដឹងអាពាក្យនិយាយទៅយ៉ាងម៉េចបានដូចរឿងកំ pl ែងអញ្ចឹងរឿងកំ pl ែងខ្លះនិយាយទៅអាមេរិកគេអត់សាយទេរឿងកំ pl ែងខ្លះនិយាយទៅខ្មែរសាយតែអាមេរិកគេអត់សាយទេអញ្ចឹងអ្នកដែលគាត់ធ្លាប់មករៀនក្រៅនៅរៀនអីជាពិសេសអ្នកដែលជួបស្ថានភាពហ្នឹងគេដឹងថានិយាយយ៉ាងម៉េចបាទនិយាយយ៉ាងម៉េចជាមួយនឹងថ្នាក់ដឹកនាំពិភពលោកកម្រិតយ៉ាងម៉េចបាទអញ្ចឹងបានខ្ញុំចូលដល់មេរៀនដែលបរៀនបន្តិចចុះគឺពេលដែលគេបរៀនយើងគេបរៀនគេថា15 second message ហ្នឹងគឺគេដាក់ scenario ចាដាក់ scenario ថាឥឡូវអ្នកឯងកំពុងជិះចដាយយន្តស្រាប់តែជួប director មេស្ថាប័នហ្នឹងជិះចដាយយន្តជាមួយនឹងអ្នកឯងតែអ្នកឯងត្រូវនិយាយអ្វីជាមួយគាត់ក្នុងរយៈពេលក្នុងចដាយយន្ត15វិនាទីឬក៏30វិនាទីហ្នឹងឲ្យគាត់យល់អំពីការងារណៃទាំងអស់បាទអានឹងសំខាន់ណាស់ exercise ហ្នឹងលំហាត់ហ្នឹងពិបាកណាស់បើអញ្ចឹងមិនថានិយាយដំបូងគឺត្រូវ connect គេយ៉ាងម៉េចបើគេបន្តស្ដាប់យើងនិយាយជាមួយយើងអញ្ចឹងគេតតែយើងអ្នកដែលមានបទពិសោធន៍បែបហ្នឹងអ្នកដែលធ្លាប់មករៀនសូក្រាបែបហ្នឹងបានអាចធ្វើកិច្ចការបានខ្ញុំនិយាយត្រង់អាហ្នឹងបាទអ្នកណាអន់ចិត្តយ៉ាងម៉េចគឺខ្ញុំមិនអាចនឹងបំពេញចិត្តបានទាំងអស់គឺខ្ញុំគាត់តែចង់និយាយថាសំខាន់ណាស់បទពិសោធន៍បែបហ្នឹងមិនមែនចេះតែមនុស្សគ្រប់រូបអាចធ្វើបានទាំងអស់សិល្បៈនៃការនិយាយរបស់បុគ្គលមួយហ្នឹងចំណេះដឹងនឹងផងនិងការដែលធ្លាប់ជួបចូលក្នុងឆាកអន្តរជាតិហ្នឹងវាជារឿងសំខាន់ខ្ញុំមិនដឹងថាគាត់និយាយរឿងអីក៏ប៉ុន្តែមានចំណុចត្រូវគ្នាចាំចុងក្រោយពេលដែលរឿងនេះចប់តែខ្ញុំនិយាយអ្វីដែលខ្ញុំដឹងពីក្រោយឆាកហ្នឹងជូនប្រិមិត្តនៅពេលក្រោយបាទ